សួស្តីបងប្អូនទាំងអស់គ្នាត្រឡប់មកវិញហើយជាមួយវីដេអូឡើងភ្នំទៅស្វែងរកធម៌ទៅធ្វើបុណ្យមកគេចង្ហាន់លោកបងប្អូនជើងនេះរៀងប្លែកហើយរៀងវែងឆ្ងាយបន្តិចដោយសារជើងហ្នឹងក្នុងវីដេអូហ្នឹងគឺខ្ញុំឡើងទៅប្រគេនការ៉ូលោកហើយវីដេអូនេះបញ្ជាក់ជូនបងប្អូនគឺវីដេអូចាស់ហើយណាបងប្អូនតាំងពីអ៊ំទូក៏និយាយទៅមានបុកមានអីប្រគេនលោកប៉ុន្តែដូចវីដេអូមុនអញ្ចឹងគឺខ្ញុំអត់បានកាត់ជូនបងប្អូនភ្លាមទេតើតនេឲ្យដៃពីការងារបានកាត់វីដេអូជូនបងប្អូនមើលអញ្ចឹងណាអញ្ចឹងទស្សនវិជ្ជានៅក្នុងវីដេអូហ្នឹងគឺទស្សនវិជ្ជាចាស់គាត់តូចជាងមុនហើយក៏មានសកម្មភាពខ្ញុំជួយធ្វើគាត់ធ្វើសាងសង់អីដែរអញ្ចឹងវីដេអូរបស់យើងចាប់ផ្ដើមពីកន្លែងសហគមន៍ទៅដោយសារការ៉ូផ្ញើទៅមុនហើយនៅកន្លែងសហគមន៍អញ្ចឹងខ្ញុំទៅដល់ហ្នឹងឃើញការ៉ូនៅខាងក្រោមដែរថ្ងៃដែលខ្ញុំឡើងហ្នឹងទៅដល់យប់ទៅដល់ពេលយប់អញ្ចឹងទៅក៏ឡើងភ្នំទាំងយប់ទៅកុំឲ្យយើងខាតពេលអញ្ចឹងណាយើងឡើងទៅយើងបានសម្រាប់មួយយប់ស្អែកឡើងយើងធ្វើចង្ហាន់ប្រគេនលោកហ្មងហើយពេលឡើងទៅនឹងភ្លៀងថ្ងៃហ្នឹងជិះគោយន្តផងពេលអាវភ្លៀងផងចម្លែកមែនតើប្លែកអារម្មណ៍ខ្លាំងហើយដល់ពេលយើងសម្រាប់មួយយប់ហើយស្អែកឡើងគឺយើងរៀបចំម្ហូបអាហារដែលយើងយកទៅសម្រាប់ប្រគេនលោកហ្នឹងជើងហ្នឹងគឺបានយកនំខាស្តេឡាទៅប្រគេនព្រះអង្គគឺសប្បាយចិត្តមែនតើព្រោះធម្មតានំខាស្តេឡានៅខេត្តរៀងពិបាករកហើយយើងវិចខ្ចប់ពីពេញទៅហើយមានបងប្អូនមួយចំនួនឆ្ងល់ថាហេតុអីយើងអង្គុយផ្ទាល់ស្មើនឹងលោកចានៅលើភ្នំបានកត់ប៉ុណ្ណឹងគឺមហិមាហើយបងប្អូនយើងក៏អត់អង្គុយផ្ទាល់ជាមួយព្រះសង្ឃដែរព្រះសង្ឃអង្គុយលើកណាត់យើងអង្គុយផ្ទាល់ជាមួយនឹងឥដ្ឋហើយព្រលឹមឡើងយើងប្រគេនព្រះសង្ឃហើយហ្នឹងគឺយើងបន្តដំណើរទៅប្រគេនលោកតាឥសីចាអត់ភ្លេចទេគ្រូខ្ញុំមួយអង្គដែរលោកឥសីនៅលើភ្នំត្បែងដូចគ្នាហ្នឹងណាគាត់នៅចិត្តគ្នាបងប្អូនហើយបើកន្លែងណាមានខ្ពស់ទាបអញ្ចឹងគឺយើងអង្គុយខាងក្រោមដើម្បីប្រគេនលោកបើកន្លែងណាវាស្មើគាត់ស្មើគឺយើងអង្គុយស្មើគាត់ថាយើងអត់មានក្រាកម្រាលអីឲ្យស្មើជាមួយលោកទេយើងអង្គុយផ្ទាល់នឹងឥដ្ឋហើយយើងក៏ហូបបោកខ្លួនឯងដែរជាអាហារពេលព្រឹកមុននឹងយើងបន្តរៀបចំចង្ហាន់ធ្វើអីហើយខ្ញុំថ្ងៃហ្នឹងអាំងសាច់គោប្រគេនលោកហើយនឹងស្ងោរជ្រូកមាន់ចាហើយខាងព្រះអង្គគឺបន្តការងារលោកទៀតហើយគាត់សានេះក្នុងវីដេអូនេះគឺគាត់តូចដោយសារកន្លែងនេះអត់ទាន់បានរៀបចំទេអញ្ចឹងភាគច្រើនគឺលោកធ្វើខ្លួនឯងទេបងប្អូនចារៀបចំខ្លួនឯងធ្វើខ្លួនឯងហ្នឹងព្រោះកាលណាជួលគេមកធ្វើទាំងអស់គឺអស់បច្ច័យច្រើនពេកលោកក៏អត់មានបច្ច័យអីសម្រាប់ជួលជាងជួលអីមកធ្វើដែរចេះប៉ុន្មានធ្វើបានប៉ុណ្ណាគាត់ធ្វើប៉ុណ្ណឹងទៅហើយខ្ញុំដែរគឺថាញាប់ដៃញាប់ជើងទៅរឿងចង្ហាន់របស់ខ្ញុំទេចក្រាន2 3ទៅឯងចាអូស្លផងអាំងផងដាំបាយផងដំបងខ្ញុំវិចចក្រានហ្គាសទៅដែរដល់ពេលយូរហត់ពេកខ្ជិលវិចព្រួយវ៉ាន់យើងយកទៅប្រគេនលោករៀងក្រែលដែរអញ្ចឹងណាអញ្ចឹងរបស់ណាអត់ក៏អត់ខ្លះក៏អត់ទៅពេលធ្វើចង្ហាន់ហ្នឹងហត់ដែរប៉ុន្តែធ្វើហើយឃើញលោកឆាន់ពេញអញ្ចឹងគឺសប្បាយចិត្តណាបងប្អូនព្រោះជាធម្មតាលោកឆាន់តិចទេតើយើងមានញាតិញោមទៅអញ្ចឹងប្រគេនអញ្ចឹងមិនលោករៀងឆាន់ច្រើនអញ្ចឹងជាធម្មតាលោកឆាន់តិចដែរទេហើយឃើញលោកឆាន់ត្រូវមាត់ពេញចិត្តអញ្ចឹងសប្បាយចិត្តណាបងប្អូនចាបន្ទាប់ពីលោកឆាន់ហើយហ្នឹងដល់វគ្គយើងម្ដងចាត្រូវការបុកយកកម្លាំងដើម្បីជួយលោកគឺសានឡើងភ្នំធ្វើកម្មករសុទ្ធហ្មងទៅជួយធ្វើសាងសង់កុដិលោកហើយព្រះអង្គសម្រាប់មកស្ទុះហើយគឺលោកតការងារលោកទៀតហើយចាក់ពុំចាក់អីរៀបចំឲ្យស្មើអញ្ចឹងណាមុននឹងយើងក្រាលការ៉ូទៅផ្នែកខាងហ្នឹងហើយខ្ញុំជួយបានតែការងារស្រាលទេរែងខ្សាច់រែងអីហ្នឹងចាខ្សាច់ដែរបងប្អូនឃើញខ្ញុំអង្គុយរែងហ្នឹងគឺលោកទៅយួរមកទៅដើរកាយមកពីលើភ្នំហ្នឹងបងប្អូនកន្លែងណាដែលមានទឹកហូរទៅវាដោយលេខ្សាច់ហ្នឹងមកវាមានគ្រោះមានអីខ្លះអញ្ចឹងពេលណាយើងយកខ្សាច់ហ្នឹងមកហើយយើងត្រូវរែងគ្រោះរែងកតិចសម្រាមកតិចដីអីចេញសិនបានយើងអាចយកមកប្រើចាក់បានអញ្ចឹងណាហើយលោកចាក់ពុំហើយអញ្ចឹងចាំខ្សាច់ហើយលាយស៊ីម៉ងចាក់នៅប្រឡោះហ្នឹងយើងធ្វើបដាយើងធ្វើការបើកម្លាំងបដាបងប្អូនព្រោះតាំងពីបាយហើយមកគឺបន្តរហូតលហុងដែលខ្ញុំចិត្តហ្នឹងគឺលហុងរបស់លោកនឹងឯងលោកដាំទៅបានផ្លែផ្កាបានផលទៅលោកបេះចែកញាតិញោមដែលឡើងទៅលើហ្នឹងហូបវិញនឹងឯងហើយដល់ពេលយើងរែងហើយពេលល្ងាចក៏ចាប់ផ្ដើមដល់បាយល្ងាចហើយអញ្ចឹងយើងសិនហើយយើងរៀបចំតែខ្លួនឯងទេមិនសូវជាមិត្តប្រៃអីហ្មងទេថែមតែបន្លែអានេះគឺត្រួយដលងជ្វាបងប្អូនសម្រាប់បងប្អូនណាដែលអត់ដែរហូបត្រួយដលងជ្វាក៏អាចយកមកឆាបានឬក៏ត្រឡប់ខ្លាញ់ហើយជ្រលក់ជាមួយទឹកម្រេចក៏ឆ្ងាញ់ដែរខ្ញុំទៅជើងណាក៏ខ្ញុំអត់ចោលដែរត្រួយដលងជ្វាលោកតែក៏យើងអត់បេះទាំងអស់ដែរណាយើងទុកឲ្យលោកសម្រាប់បេះឆាន់ខ្លួនឯងដែរហើយបេះហើយសម្រាប់ពេលល្ងាចហ្នឹងក៏បើកម្លាំងមួយសាទៀតដែរចាព្រោះរៀងហត់ដែរអញ្ចឹងយើងដល់វគ្គបុកសម្រាប់ពេលល្ងាចម្ដងមុននឹងយើងទៅធ្វើម្ហូបមកតង់ទៀតហើយចន្លោះពេលដែលយើងតនេយើងអង្គុយញ៉ាំអីហ្នឹងយើងទៅចែកគ្នាលេងជាមួយលោកនិយាយរួមខ្ញុំទៅឡើងមានអារម្មណ៍ថាស្និទ្ធស្នាលដូចជាគ្រួសារជាមួយលោកអញ្ចឹងណាបងប្អូនដូចមានអារម្មណ៍ថាបងប្អូនគ្នាអញ្ចឹងទៅចែកលេងគ្នាបដាអីបដាធ្វើ
ការងារនៅលើកុដនឹងបដាធ្វើមហូបធ្វើអីបដាចឹងទៅហើយហូបខ្លួនឯងហ្នឹងក៏មានអ្នកចាំមើលបងប្អូនណានិយាយពីថាអត់ដឹងយើងហូបអីទេឈរស្លក់យើងដូចឆ្ងាញ់ណាស់ចឹងចាំឲ្យយើងដាក់ឲ្យហើយដាក់ឲ្យមានកើតណាបងប្អូនបុកអីឆ្កែវាមិនចេះហើយឈរបកកតុយចាំយើងដាក់អីឲ្យស៊ីអូយមុខគួរអាណិតគួរឲ្យស្រឡាញ់ណាបងប្អូនហើយដល់ពេលដាក់អំបុកឲ្យអត់កើតអញ្ចឹងដាក់ខាស្តេឡាឲ្យវិញចាមនុស្សមួយម៉ាត់ឆ្កែមួយដុំឆ្កែមួយដុំម្នាក់អញ្ចឹងមួយម៉ាត់ហ្នឹងចែកជា3ដុំចាមនុស្សមួយដុំឆ្កែមួយដុំម្នាក់អញ្ចឹងទៅបន្ទាប់ពីបើកម្លាំងទប់កម្លាំងហើយហ្នឹងដល់វគ្គយើងអាហារខ្លួនឯងខ្ញុំទៅជើងណាក៏ខ្ញុំអត់ដែរចោលដែរធួយដលងឈ្វាហ្នឹងអូឆ្ងាញ់ណាស់បងប្អូនតែនៅភ្នំពេញរអត់មានណាបងប្អូននិយាយទៅអត់សូវមានគេដឹងពីដលងធួយដលងឈ្វាហ្នឹងហូបកើតអញ្ចឹងណាអញ្ចឹងទៅវាអត់មានអ្នកលក់តោះតែបានទៅភ្នំមិនបានហូបចាហើយសកម្មភាពក្នុងមួយថ្ងៃរបស់ខ្ញុំគឺចប់ត្រឹមប៉ុណ្្នឹងឯងអរគុណច្រើនបងប្អូនដែលបានតាមដានទស្សនាជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ